ជំរាបសួរនឹងសួស្តីទូរទស្សនិកជនទាំងអស់ជាទីមេត្រីគណៈពេលនេះនាងខ្ញុំស្ថិតនៅសាកលវិទ្យាល័យបែធីអន្តរជាតិទីតាំងទី2ដែលបែធីគ្រប់បានរៀបចំកម្មវិធីបរិច្ចាគឈាមដើម្បីបងវីរៈកងទ័ពជួរមុខខាងក្រោយក្នុងនេះខ្ញុំនេះគឺជាសកម្មភាពពុកម៉ែបងប្អូនសាធារណជនលោកគ្រូអ្នកគ្រូរួមទាំងសិស្សនិស្សិតទាំងអស់បានចូលរួមកម្មវិធីបរិច្ចាគឈាមដើម្បីរំលឹកដឹងគុណទៅដល់វីរៈកងទ័ពដែលបានបូជាសាច់ស្រស់ឈាមស្រស់និងពេលវេលាការពារទឹកដីសវណ្ណភូមិមួយនេះដល់ពួកយើងទាំងអស់ដែលនៅជួរក្រោយដែលយើងអត់មានអីជាច្រើនដើម្បីទៅជួយដល់បងវីរៈកងទ័ពជាមួយយើងមានតែកម្លាំងចិត្តការសាមគ្គីគ្នាភាពតស៊ូនិងឈាមរបស់ពួកយើងទាំងអស់គ្នាគឺទៅបរិច្ចាគដល់ពួកគាត់ដែលគាត់ត្រូវការឈាមជាបន្ទាន់ខណៈពេលនេះយើងនឹងទៅជួបសំណេះសំណាលជាមួយនឹងសាធារណជននិងលោកគ្រូអ្នកគ្រូទាំងអស់ដែលបានចូលរួមបរិច្ចាគឈាមនៅសាកលវិទ្យាល័យបែធីអន្តរជាតិផ្ទាល់តែម្ដងសួស្តីបងថ្ងៃនេះខ្ញុំចង់សួរបងថាតើបងមានពាក្យពេចន៍អីអរគុណទៅដល់បងវីរៈកងទ័ពក៏ដូចជាចំណាត់អារម្មណ៍ដែលបងបានមកបរិច្ចាគឈាមនៅថ្ងៃនេះផ្ទាល់ហ្មងណាបងចាជំរាបសួរបងសម្រាប់ខ្ញុំក៏ជាមានការដឹងគុណសម្រាប់បងវីរៈកងទ័ពពូដែលគាត់លះបង់ឈាមស្រស់សាច់ស្រស់ដើម្បីប្រទេសជាតិកម្ពុជាចំពោះស្មារតីពិតជាសប្បាយសោកឡោះរីករាយណាស់ព្រោះអីឃើញទស្សនវិជ្ជាជាក់ស្ដែងនៅសាកលវិទ្យាល័យបែធីបានរៀបចំកម្មវិធីបរិច្ចាគឈាមនេះព្រោះអីជាកន្លងមកស្មារតីក៏បានធ្លាប់បរិច្ចាគឈាមជាច្រើនដងច្រើនលើកមកហើយរួមជាលើកនេះចូលជា7ដងហើយស្មារតីបរិច្ចាគឈាមលើកនេះឃើញទស្សនវិជ្ជានៅសាកលវិទ្យាល័យបែធីមានសិស្សនិស្សិតចូលរួមច្រើនទាំងលោកគ្រូអ្នកគ្រូហើយស្មារតីពិតជាសប្បាយរីករាយណាស់ឃើញទស្សនវិជ្ជាទាំងអស់នឹងដែលពួកគាត់ស្ម័គ្រចិត្តជួយលះបង់ដើម្បីថានេះជាទានមួយដែលថាទានដោយធំធេងមួយដើម្បីលះបង់ឈាមដើម្បីជួយដល់វីរៈកងទ័ពដែលគាត់ឈរជួរនៅជួរមុខពីព្រោះដោយសារតែបងជាអ្នកនៅខាងក្រោយដែលអាចទៅជួបមុខបានហើយក៏មិនមានធនធានណាច្រើនក្នុងការចូលរួមជួយទៅដល់វីរៈកងទ័ពយើងអញ្ចឹងអ្វីដែលបងអាចជួយបានតាមរយៈជាមួយនឹងឈាមមួយកំប្លោកនេះគឺបងគឺពិតជាមានមោទនភាពខ្លាំងណាស់ដែលបានចូលរួមជួយទៅដល់វីរៈកងទ័ពនៅជួរមុខរបស់យើងចា៎ក្នុងនាមខ្ញុំជាកូនខ្មែរមួយរូបខ្ញុំពិតជាសប្បាយចិត្តមែនទែនហើយក៏ទុកចិត្តបរិច្ចាគឈាមដើម្បីជួយកងទ័ពយើងទាំងអស់គ្នាក្នុងនាមខ្ញុំជាពលរដ្ឋខ្មែរម្នាក់ក្នុងនាមខ្ញុំជានិស្សិតហើយសប្តាហ៍ថ្ងៃក៏ជាគ្រូបង្រៀនម្នាក់ខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តមែនទែននៅពេលដែលខ្ញុំជាជួរក្រោយហ្នឹងខ្ញុំអាចជួយអីគាត់ធំដុំបានទេចង់បានតែជួយជាកម្លាំងចិត្តហើយដូចជាការបរិច្ចាគឈាមអីទៅតាមអីដែលខ្ញុំអាចធ្វើបានអញ្ចឹងទៅបងហើយខ្ញុំពិតជាមានមោទនភាពចំពោះការពារទឹកដីការលះបង់ការពលីជីវិតរបស់ពួកគាត់ហើយខ្ញុំជួរក្រោយហ្នឹងខ្ញុំមានតែកោតសរសើរចំពោះគាត់ហើយក៏ថងប្រែងក្នុងការជួយទៅតាមលទ្ធភាពដែលអាចជួយបានអញ្ចឹងណាបងចាសកម្មភាពបូមឈាមថ្ងៃនេះត្រូវបានបញ្ចប់នាងខ្ញុំសូមអំពាវនាវដល់ពុកម៉ែបងប្អូនទាំងអស់គ្នានៅតែបន្តធ្វើសកម្មភាពសប្បុរសខ្មែរមានឆន្ទៈតែមួយខ្មែរចេះសាមគ្គីគ្នានៅពេលដែលខ្មែរជួបផលវិបាកមានតែខ្មែរទេជួយខ្មែរនិងជាចុងក្រោយសូមអរគុណដល់ពុកម៉ែបងប្អូនដែលចំណាយពេលវេលាដ៏មានតម្លៃទស្សនាវីដេអូនេះពីដើមរហូតដល់ចប់និងសូមជូនពរពុកម៉ែបងប្អូនជួបតែពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្លៀនគ្លាឡើយសូមអរគុណសូមជម្រាបលាBelty International University, the future of global leaders.